ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះសូមមកបង្ហាញរៀងកាមេរ៉ាមួយដែលគេហៅថាកាមេរ៉ាភ្នែក3ដែលយើងអាចចាប់បាន3ប្លង់3ទីតាំងកម្រិតរូបភាពច្បាស់អញ្ចឹងអាចមើលបានរៀងកាមេរ៉ាមួយនេះគឺស្រស់ស្អាតមែនទែនទំហំរៀងធំបន្តិចប៉ុន្តែធំនេះមិនធំតែមានទេគឺធំស្អាតអញ្ចឹងកាមេរ៉ាមួយនេះគេហៅថាកាមេរ៉ាភ្នែក3មាន lens ចំនួន3គ្រាប់ដែលមាន lens ខាងឆ្វេង lens ខាងស្ដាំនិងភ្នែកខាងក្រោមអញ្ចឹងភ្នែកខាងឆ្វេងនិងភ្នែកខាងស្ដាំនេះគឺយើងអាចសេរីបង្វិលទៅតាមទីតាំងដែលយើងចង់បានយើងអាចបង្វិលបាន360ដឺក្រេដែលយើងបង្វិលទីតាំងឬក៏ប្លង់ដែលយើងចង់បានយើងអាចបង្វិលទៅឆ្វេងក៏បានបង្វិលមកស្ដាំក៏បានហើយសម្រាប់ខាងក្នុងនេះគឺយើងអាចបង្វិលទៅក្រោមក៏បានបង្វិលមកលើក៏បានអញ្ចឹងខាងឆ្វេងខាងស្ដាំគឺដូចគ្នារីឯផ្នែកកណ្ដាលគឺជា lens មួយដែលជា lens ពិសេសហេតុអីមិនថាពិសេសដោយសារតែ lens នេះគឺយើងអាចបញ្ជាបង្វិលទៅតាម app របស់ក្នុងទូរស័ព្ទយើងតែម្ដងគឺយើងបង្វិលបានទៅតាមទីតាំងដែលយើងចង់បានគឺយើងបានបង្វិលបាន360ដឺក្រេចេះដូចគ្នាទី1ទី2គឺយើងអាចបង្វិលចុះក្រោមចេះក៏បានដែរប៉ុន្តែដោយសារតែខាងនេះគឺយើងតើតែបង្វិលជាមួយនឹង app របស់ទូរស័ព្ទដែលយើងអាចបង្វិលបានហើយសម្រាប់កាមេរ៉ាមួយនេះដែរដែលមាន lens ពិសេសខាងក្រោមនេះគឺជា lens មួយដែលអាច zoom បាន10ដងអញ្ចឹងបើបងប្អូនទាំងអស់គ្នាចង់បានកម្រិតកាមេរ៉ាច្បាស់ហើយអាច zoom បានរហូតដល់10ដងគឺបងប្អូនទាំងអស់គ្នាអាចមើលកាមេរ៉ាមួយនេះបានយើងមកមើលពី color និងកម្រិតច្បាស់ទាំងយប់ទាំងថ្ងៃរហូតដល់ 8K របស់កាមេរ៉ាមួយនេះបានដែលច្បាស់ទាំង3ប្លង់ចាប់បាន3ទីតាំងនេះគឺជារូបភាពដែលបានថតចេញពីកាមេរ៉ានៅពេលថ្ងៃគឺមាន color ច្បាស់ទាំង3ប្លង់តែម្ដងថ្ងៃឯកាមេរ៉ាវិញដើរ smooth ល្អរីឯកន្លែងដែលខ្ញុំថតហ្នឹងគឺអត់សូវមានពន្លឺគ្រប់គ្រាន់ផងគឺកាមេរ៉ាថតបានច្បាស់ប៉ុណ្ណឹងហើយអញ្ចឹងបើយើងដំឡើងនៅទីតាំងដែលយើងត្រូវដំឡើងកាមេរ៉ាហ្នឹងមិនដឹងថាច្បាស់ប៉ុណ្ណានោះទេនេះគឺជាប្លង់ទី1ប្លង់ទី2ប្លង់ទី3តោះមកមើលពី color និងកម្រិតច្បាស់របស់កាមេរ៉ានេះជាមួយខ្ញុំនៅពេលយប់ម្ដងរូបភាពដែលបានថតចេញពីកាមេរ៉ានេះមិនចាញ់ពេលថ្ងៃនោះទេគឺច្បាស់ខ្លាំងច្បាស់ទាំង3ប្លង់និងកាមេរ៉ាដើរ smooth ល្អតែម្ដងរីឯភ្លើងដែលយើងឃើញនៅលើកាមេរ៉ាហ្នឹងគឺមានរហូតដល់តែ19គ្រាប់ភ្លើងនេះគឺសម្រាប់ប្រើនៅពេលយប់គឺបើកអូតូតែម្ដងរបស់កាមេរ៉ាហើយបើយើងចង់ប្រើជាភ្លើង LED ជំនួយរបស់កាមេរ៉ាទៀតក៏យើងអាចប្រើបានដែរគណៈទាំងអស់គ្នាចង់បានផលិតផលដែលមានគុណភាពល្អតម្លៃសមរម្យអាចតាក់ទងមកខ្ញុំបាន